គ្រប់ជ្រាបសួរប្រិយមិត្តពុកម៉ែបងប្អូនអ៊ំពូមីងនៃក្នុងបណ្ដាញសង្គមបាទជាទីគោរពនិងជាទីមេត្រីបាទស្វាគមន៍ការវិលត្រឡប់មកជួបគ្នាសារថ្មីជាមួយនឹងខ្ញុំបាទមកធ្វើការអត្ថាធិប្បាយដាក់ចេញនៅលេខថ្ងៃថ្មីដើម្បីចែកជូនទៅដល់ប្រិយមិត្តពុកម៉ែបងប្អូនអ៊ំពូមីងយាយតាដែលតាមដានទស្សនានៅក្នុងវីដេអូ Channel YouTube ឬក៏ Page Facebookបាទវិលត្រឡប់មកជួបគ្នាសារថ្មីជាមួយនឹងថ្ងៃថ្មីបាទគឺថ្ងៃប្រហោះទី17បាទខែ10ឆ្នាំ2025ចឹងលេខយើងពីម្សិលមិញយើងឲ្យទៅមាន50គុត57បាទ30គុត37បងណាចឹងលេខចេញនៅ website ខ្មែរដូចជាមាន50មាន30មាន750បាទចេញត្រង់ទៀតបងណា750ចេញត្រង់ទៀតតែខាងលទ្ធផលវៀតណាមគឺយើងខាងឆ្នោតយួនគឺយើងអត់បានផលល្អទេបងប្អូនចូលទៅអូសខ្ទង់លេខត្រេងគឺយើងអត់បានចូលទេកុំឲ្យខាត់ពេកយើងធ្វើការលុបលេខថ្ងៃចាស់ចេញបើដាក់ចេញនៅលេខថ្ងៃថ្មីខ្ញុំសង្ស័យតែពីដេកផ្លូវបងប្អូនណា50និង30ណាជាពិសេសខ្ទង់50វាអាចចេញនៅក្នុងថ្ងៃពហុនេះបងប្អូនអាចយកទៅតាមបានណាដែលនៅស្រឡាញ់ខ្ទង់50ណាចុះសម្រាប់គ្រាប់ទី1យើងឲ្យទៅមានអូខេខ្ញុំឲ្យទៅ24គុណ26គុណបើជាមកដល់គ្រាប់ទី3ទី4យើងឲ្យទៅមាន40អូខេ43គុណត្រឡប់នឹងបាននឹង46 3លេខយើងមាន3គ្រាប់បន្តបងប្អូនសម្រាប់គ្រាប់ល្អខ្ញុំនឹងបញ្ជាក់ឲ្យបងប្អូនយកទៅគុណបាទខ្មែរបានណាពោះវាមានលេខល្អមួយគ្រាប់គឺមាន3អូខេ346បងប្អូនអាចយកទៅគុណបានណា346ជាលេខល្អបំផុតបងប្អូនណាបន្តមកទៀតយើងឲ្យទៅមានអូខេ436វាជាលេខតែមួយទេបងប្អូនណាយើងគុណត្រឡប់ទៅហើយមកគ្រាប់ទៀតយើងឲ្យទៅមាន36អូខេ368ឈានមកដល់អូខ្ទង់បាទខ្ទង់ទី1យើងឲ្យអូ20បងប្អូនអូ20គុតដល់29សម្រាប់បងប្អូនដែលស្រឡាញ់ពេញចិត្តហើយក៏វាស្តៀងក្នុងការយល់សពប៉ុនយើងបងប្អូនអាចយកទៅអូបានណាចឹងលេខយើងបងប្អូនដឹងស្រាប់ហើយប៉ុស្តិ៍ខ្ញុំចាំតែចេញ B ឬក៏ D BD ឬក៏ BC អញ្ចឹងបងប្អូន BD ឬក៏ BC អញ្ចឹងបើ B វាចេញ20 D ក៏ចេញ20ដែរចឹងសម្រាប់ខ្ទង់ទី2ខ្ទង់ទី2យើងឲ្យអូខេអូ40បងប្អូនអូ40គុតដល់49ចឹងលេខយើងលេខតូចមាន4គ្រាប់ក្នុងនោះយើងមាន24 26អូខេ43 46លេខធំយើងមាន346 436និង368ជាអូខ្ទង់បងប្អូនឃើញស្រាប់ហើយ20និង40បងប្អូនណា20និង40ស្រឡាញ់40យក40ទៅអូស្រឡាញ់20យក20ទៅអូសម្រាប់បុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍បើចង់បង់សេវាប្រចាំខែក្នុងនោះលេខសមាជិកគឺយើងមានលេខធំឲ្យលេងមានលេខតូចឲ្យលេងហើយយើងឲ្យលេង BD ឬក៏ BC ឲ្យលេង2ប៉ុស្តិ៍បងប្អូនណាឲ្យលេង2ប៉ុស្តិ៍ចឹងលេខដែលមានភាគរយខ្ពស់ខ្ទង់ដែលមានភាគរយខ្ពស់ខ្ញុំតម្លាក់ឲ្យគាត់2ខ្ទង់បាទជាប្រចាំណាបងប្អូនលេងចាប់ពីវេនម៉ោង4ម៉ោង6ម៉ោង7ចឹង3វេនបងប្អូន3វេនចឹងលេខយើងសម្រាប់ថ្ងៃពហុទី17បាទខែ10ឆ្នាំ2025មានប៉ុណ្ណឹងទេចុងក្រោយជូនពរសំណាងល្អហេងទាំងអស់គ្នាខណៈនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា